សូមស្វាគមន៍រាត្រីផ្ដាច់ព្រាត់បបកញ្ញាភេទទី3កម្ពុជាឆ្នាំ2023ជាមួយនឹងឈុតការប្រកួតឈុតតំណាងជាតិ Welcome to Miss Queen Cambodia 2023 with the national costume competitions. សូមស្វាគមន៍បៃខាញរី MQC 001កញ្ញាស្លឹកឈើក្រុមឈុតរាជិនីស្វាសជាឈុតតំណាងឲ្យនារីក្លាហានវីរៈនារីអង្គអាចគឺជាមេតបស្រីដ៏ខ្លាំងពូកែដែលប្រៀបបានទៅនឹងហនុមានស្ដេចស្វាសជាមេតបឯករបស់សម្ដេចព្រះរាមហើយឈុតនេះជាឈុតមួយដែលលើកស្ទួយលើទម្រង់ល្ខោនខោលផងដែរដំឡើងឈុតដោយបងតារាសៀមរាបសូមស្វាគមន៍ MQC 006កញ្ញាពេជ្រគីរ៉ាក្រុមឈុតមនីវង្សាធីតាមនោរាឈុតមនីវង្សាធីតាមនោរាបង្កើតឡើងក្នុងទម្រង់សហសម័យដោយច្នៃមកតាមបានសម័យកាលបច្ចុប្បន្នមកបញ្ចូលតាមទម្រង់បុរាណតែជាផ្នែកមួយមិនអាចខ្វះបានឈុតនេះបកស្រាយចេញពីរឿងព្រះសធននាងកែវមនោរាដោយលើកយកតួអង្គនាងកែវមនោរាមកបង្ហាញឲ្យឃើញក្តីភាពការតស៊ូការលះបង់ដើម្បីសម្រេចនូវសេចក្តីប្រាថ្នារបស់ខ្លួនចំពោះស្នេហាលើពីនេះទៅទៀតឈុតមនីវង្សាធីតាមនោរាបង្កើតឡើងដោយក្បាច់រចនាយ៉ាងវិចិត្ររំលេចដោយត្បូងយ៉ាងស្រស់ប្រណិតក្បត់ចង់រំលេចឲ្យឃើញនូវតម្លៃនៃចេតនធម៌ខ្មែរពលគឺវប្បធម៌អរិយធម៌ចំណាស់នៅក្នុងតំបន់ដំឡើងដោយយ៉ាតមីនស៊ីអត្ថបទដោយសូនវិសុទ្ធសូមស្វាគមន៍ MQC 009
បាគម MQC 011កញ្ញាថាវីក្រុមឈុតគិរីស្វារៈខោស្វាយអណ្ដែតគឺជាឈុតឆ្នៃឡើងតាមបែបបុរាណពីសម័យក្នុងទម្រង់សហសម័យឈុតនេះបង្កើតឡើងក្នុងគោលបំណងបង្ហាញឲ្យឃើញពីកិច្ចការនុភាពដ៏សម្បូរបែបរបស់វប្បធម៌អរិយធម៌ខ្មែរពិសេសលើវិស័យសិល្បៈដែលកំពុងតែមានសន្ទុះទៅមុខជាលំដាប់គឺលោកអំថោវត្តស្វាយអណ្ដែតជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកជានេះទៅទៀតយើងខ្ញុំបានលើកយកតួហនុមាននៅក្នុងរឿងរាមកេរ្តិ៍ដែលជាតួអង្គសំខាន់មួយរបស់លោកអំថោមកធ្វើជាតួអង្គនៃឈុតនេះដោយបង្ហាញឲ្យឃើញគុណធម៌មេត្តាធម៌ព្រោះគឺសេចក្តីស្មោះត្រង់កាត់ដេរនិងកម្លាំងឈុតដោយយ៉ាតនេងស៊ីទូរូបដោយយ៉ាតនេងស៊ីរៀបរៀងអត្ថបទដោយសូនវិសុទ្ធចម្រុះពណ៌ដែលតំណាងនឹងជានិមិត្តរូបនៃការបញ្ឈប់ការរើសអើងភេទមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិមួយរូបដ៏ប្រពៃសូមបញ្ឈប់នឹងការរើសអើងភេទចាប់ពីពេលនេះតទៅព្រោះមនុស្សមិនអាចយកចាប់កំណើតជាបែបណាដោយខ្លួនចង់បានតែមនុស្សអាចជ្រើសរើសបដិបត្តិជាបែបណានៅក្នុងសង្គមជាតិរចនាឈុតដោយមៀកគួននិង AB Studioជាបន្ទាប់សូមស្វាគមន៍ MQC 013កញ្ញាតាតាក្រុមឈុតស្រមោលអតីតកាលឈុតនេះបានលើកបង្ហាញពីសិល្បៈថ្មីមួយប្រភេទគឺមានវ័យចំណាស់ផងដែរនៅក្នុងវប្បធម៌ខ្មែរគឺជាយ័ន្តខ្មែរដែលបានបង្កើតឡើងតាមរយៈបុព្វបុរសខ្មែរបុរាណមានឆ្លាក់ជាប់លើក្រាំងគម្ពីរនានាពិសេសបានសាក់ជាប់ជាអាវុធការពារលើស្បែកដងខ្លួនជារបៀបរចនាអក្សរខ្មែររូបភាពផ្សេងៗជាភាសាបាលីជាដើមក៏លើកឃើញពីការច្រៀងពីពីសំណាក់អ្នកបំភ្លឺយ័ន្តខ្មែរថាជារបស់ខ្លួនយើងលើកដំកើងមកបង្ហាញឲ្យសកលលោកកាន់តែយល់ច្បាស់ពីអនុភាពនៃសិល្បៈយ័ន្តនេះឆ្លៃបោកដោយលោកលីភក្ត្រារតហ្វុងលោកណារៀតសហការដោយព្រេងនិចឌីមខាឡឺនិងយុនគីមឡានគូរូបដោយលោកអានសាមូនស្ប៉ុនស័រដោយក្រុមប្រណំ
ជាបន្ទាប់សូមស្វាគមន៍ MQC 017កញ្ញាកក្កដាសភ័ណ្ឌក្រុងឈុតចន្ទ្រីសាស្តាធីតារំដួលដីថ្មីជាឈុតមួយដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលកសិទេសចរក្នុងប្រទេសកម្ពុជាពលគឺលើកកម្ពស់លើវិស័យទេសចរកសិកម្មនៅកម្ពុជាឲ្យកាន់តែមានវិសាលភាពថែមទៀតឈុតចន្ទ្រីសាស្តាធីតារំដួលដីថ្មីឆ្នៃឡើងក្នុងទម្រង់សហសម័យដោយយកទំនំបុរាណអបនឹងគ្រឿងលម្អតាមបែបសម័យឆ្នៃឡើងដោយគ្រាប់ធនជាតិកៃដបាញ់កំទេលក្រមារំលេចនៅត្បូងលម្អយ៉ាងប្រណិតម្យ៉ាងទៀតឈុតនេះបានរំលេចឈ្មោះនៅផ្កាតំណាងជាតិគឺផ្ការំដួលនិងស្រូវតំណាងជាតិគឺស្រូវផ្ការំដួលថែមទៀតផងកាយសម្រួលអត្ថបទដោយលោកសនទីសុតគូរូបដោយលោកផនរតនាឆ្នៃម៉ូដដោយរាជិនីក្រមាតូចជាបន្ត MQC 019កញ្ញាម៉ៃយ៉ាឈុតសតវិរៈរាជសមគ្គទេវីជាឈុតមួយដែលរចនាមានទម្រង់ពីរប្រភេទគឺបុរសនិងស្ត្រីដែលតួអង្គបុរសបង្ហាញពីភាពអង់អាចក្លាហានជាមេទ័ពនៃសម័យអង្គរដែលលះបង់បរណភាពដែនដីជូនជាតិមាតុភូមិរីឯតួអង្គស្រីជាអក្សរទេវីក៏បង្ហាញឲ្យឃើញពីស្ត្រីខ្មែរពោរពេញដោយរូបឆោមឡោមពណ៌ប្រចាំប្រចង់មានប្រាជ្ញាស្មារតីមុខមុតទន់ភ្លន់តែមិនទន់ជ្រាយក្នុងអត្ថន័យនេះក៏ចង់លើកតម្កើងនៅសិទ្ធិសេរីភាពសមភាព gender ឲ្យបុរសស្ត្រីនិងក្រុម LGBTQ+ ឲ្យមានសិទ្ធិស្មើគ្នាផងដែរព្រោះថាមនុស្សម្នាក់ៗសុទ្ធតែជាកម្លាំងចលករដែលធ្វើឲ្យគ្រួសារសង្គមជាតិមានវឌ្ឍនភាពដំឡើងឈុតដោយក្រុមស្រមោល Fashion and Creative ឧបត្ថម្ភដោយ Mr. Pilot and Mr. ប៊ុនឈឺបុត ជាបន្ទាប់សូមស្វាគមន៍ MQC 022កញ្ញាអែនណាក្រុងឈុតស្ត្រីចម្បាំងក្រុងអង្គរឈុតនេះបានធ្វើឡើងដោយចង់បង្ហាញពីក្បាច់គុនល្បុក្កតោគឺជាក្បាច់គុនបុរាណខ្មែរមួយដែលមានស្នៀតក្បាច់គុនដោយប្រើដៃជាចម្បងព្រមទាំងបច្ចេកទេសនៅលើដីនិងអាវុធជាដើមល្បុក្កតោគឺជាក្បាច់គុនដំបូងគេដែលត្រូវបានប្រើប្រាស់ប្រយុទ្ធនឹងសត្រូវក្នុងសម័យអង្គរអ្នកហាត់ក្បាច់គុននេះត្រូវហាត់ដោយប្រើជង្គង់កែងជើងនិងក្បាលផងដែរហើយដំបងខ្លីភាគច្រើនជាអាវុធដើម្បីជួយផ្សព្វផ្សាយបន្តដល់ប្រទេសនានាជុំវិញពិភពលោកឲ្យងាកមកចាប់អារម្មណ៍នៅប្រទេសកម្ពុជារបស់យើងជាពិសេសគឺធ្វើឲ្យគេស្គាល់ក្បាច់គុនល្បុក្កតោខ្មែរឲ្យកាន់តែច្បាស់តាមរយៈនៅក្នុងឱកាសការប្រកួតកីឡា SEA Games នៅពេលខាងមុខនេះដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះរចនាឈុតដោយរាជិនីនប់បញ្ចុកខេត្តត្បូងឃ្មុំសរសេរអត្ថបទដោយពុយតុលាឧបត្ថម្ភដោយមិត្តសំអាងការខ្មែរអ៊ីស្លាម ក
និងខ្លោងទ្វារ5សរុបទាំងអស់គឺ54កំពូលតំណាងឲ្យខេត្តក្រុងរបស់ខ្មែរនាសម័យនោះតួប៉មនីមួយៗមានមុខ4ដែលគេជឿថាមុខទាំងនេះតំណាងឲ្យមុខរបស់ព្រះពោធិសត្វអវលោកស្វារៈដែលជាពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានចម្លាក់នីមួយៗនៃប្រាសាទបាយ័នបង្ហាញនូវរូបភាពជារឿងទេវកថាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងជីវភាពរស់នៅរបស់ប្រជារាស្ត្រដំឡើងឈុតដោយលោកសាយធីរ៉ាគូរំដោយលោកផនរតនា បាទសូមជម្រាបអរសាទរដល់បេក្ខនារីរបស់យើងទាំងអស់គ្នាមួយទៀតមកបាទ
MQC 001កញ្ញាស្លឹកឈើ បវរកញ្ញាភេទទី3កម្ពុជានៅក្នុងឆ្នាំ2023បេក្ខនារីផ្លូវការចំនួន12រូបបានប្រកួតប្រជែងនៅក្នុងឈុតតំណាងជាតិឈុតលំហែកាយនិងឈុតរាត្រីស្រវាសរួមជាមួយនឹងការបូកបន្ទុកបញ្ចូលគ្នារបស់ពួកគាត់ទៅលើទេពកោសល្យការតស៊ូមតិនិងការសម្ភាសន៍ដ៏សំខាន់ផងដែរ Tonight, we will witness the crowning of the new Miss Queen Cambodia 2023. 12 official candidates compete in national costume, resort wear, and evening gown. Together with their combined score on their talent, advocacy, and closed-door interview, the top 8 semi-finalists will be finally revealed. ក្រៅពីនេះដើម្បីទទួលស្វាគមន៍ការត្រឡប់មកវិញរបស់ First Runner Up Miss Asian Global International 2023 កញ្ញាសួនពិសីនិង Third Runner Up Miss Eco International First runner-up Miss Asian Global 2023.
សូមស្វាគមន៍កញ្ញារតនាសុខាវតី Third Runner Up Miss Eco International ឆ្នាំ2023សូមជម្រាបអបអរសាទរឲ្យពួកគាត់មួយទៀតមកបាទ ចាក៏សូមអរគុណដល់កញ្ញាសួនពិសីនិងកញ្ញារតនាសុខាវតីពេលនេះសូមមកជួបជាមួយនឹងការសម្ដែងពិសេសពីក្រុម Momo Team ទាំងអស់គ្នា Thank you so much Miss Sun Pisai and Miss Ratana Sakhavati. And now please give a big round of applause and welcome a special performance from Momo Team. មិនដឹងគុតធ្វើមិនដឹងទៅពេលឃើញប្រុសបើបានត្រឹមតែមើលរៀងខ្ពស់ចុងកាត្រូវថាកែស្រីអៀន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 តែធ្វើមិនតែណោអូនលងស្នេហ៍ប្រថ្លៃចង់ឲ្យហើយជីឡាញស្លាប់ហើយតើគេស្នេហ៍តែណោមិនដឹងត្រូវធ្វើយ៉ាងណាជួបប្រុសសង្ហាម្ដងពីរលងស្នេហ៍ឈរវីមិនដឹងរើសមួយណាស្លាប់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 អូយសំណាងណាស់ណាថ្ងៃនេះជួបប្រងថ្លៃយីដូចគ្រៀងសង្ស័យហេតុអ្វីប្រងថ្លៃកាន់ដៃគ្នាគេអោបគ្នាហើយមើលភ្នែកគ្នាហើយនេះពួកយ៉ាងអើយមានសង្ឃឹមអូនគេថើបគ្នាហើយគេស្មីតគ្នាហើយអស់អស់ព្រះអើយព្រះសង្ហាខ្ញុំមិនដឹងទៅធ្វើយ៉ាងណាប្រសង្ហារបស់ខ្ញុំ